គ្នាគេជេរគ្នាក្នុងសង្គមអាហ្នឹងបងគិតថាវានឹងប៉ះពាល់ធ្ងន់អត់ទៅកាន់បុគ្គលដែលថាគាត់ទៅការស្លៀកពាក់របស់គេសោះក៏មិនជេរគេដែរអីគេដែរអញ្ចឹងអាហ្នឹងមិនដែរបងគិតថាអាហ្នឹងប៉ះពាល់ខ្លាំងសម្រាប់មនុស្សមួយចំនួនដែលគាត់អត់ដូចថាគាត់មនុស្សជាមនុស្ស sensitive ចង់ថាមិនគេនិយាយតិចឆាប់យំគេនិយាយតិចឆាប់អន់ចិត្តតែអញ្ចឹងពាក្យសម្ដីហ្នឹងគឺវាប្រៀបបានទៅនឹងកំបិតមួយដែលសម្រាប់មនុស្សដោយអត់មានមុខរបួសស្នាមដោយមិនបាច់យករបស់ស្រួយទៅចាក់គឺចាក់ក្នុងពាក្យសម្ដីមកអញ្ចឹងអ្នកខ្លះអាចប៉ះពាល់អារម្មណ៍ធ្វើឲ្យគាត់កើតវិបត្តិផ្លូវចិត្តគាត់ stress ឬក៏គាត់ psycho អីផ្សេងៗទៅដោយសារពាក្យសម្ដីដែរពេលខ្លះអាចដែរវាបងដោយសារមើលខ្ញុំឃើញសិតពាក្យច្រើនអ្នក depression អីចឹងគឺដោយសារពាក្យសម្ដីហ្នឹងហើយដែលគេគ្រាន់តែគេនិយាយមកហ្នឹងយើងយកទៅដេកគិតយូរទៅវាកើតជាជំងឺមួយដែលអាចព្យាបាលបានណាអញ្ចឹងខ្ញុំចង់សួរបងថែមទៀតថាតើអាហ្នឹងយើងគួរមានវិធីអីជួយគាត់ក្នុងការកុំឲ្យគិតច្រើនឬក៏វាលក្ខណៈកុំឲ្យងប់ងល់ជាមួយនឹងពាក្យសម្ដីដែលគេនិយាយមកកាន់យើងរហូតចឹងបងសម្រាប់បងវិធីសាស្ត្រវាមានបណ្ដែតសំខាន់យើងបញ្យល់គេហ្នឹងបែបម៉េចដូចថាមិនទៅប្រឈប់អ្នកដែលនិយាយហ្នឹងណាបងគាត់ថាប្រឈប់គាត់យើងប្រឈប់បានមួយផ្លែតទេប៉ុន្តែអ្វីដែលល្អគឺយើងគួរតែអ្នកប្រាប់អ្នកដែលគាត់ sensitive ចឹងយើងបញ្យល់ប្រាប់គាត់ថាដើម្បីឲ្យវា long term ដើម្បីទោះបីគាត់ជួបនៅកលៈទេសៈដែលគេនិយាយតទៅទៀតនៅកន្លែងណាផ្សេងក៏គាត់ត្រូវតែទទួលបានន័យថាព្យាយាមឲ្យគាត់បញ្យល់គាត់បែបថាឲ្យគាត់ស្រឡាញ់ខ្លួនឯងកុំខ្វល់ពាក្យសម្ដីគេព្រោះយើងរស់អត់នៅលើមាត់គេទេយើងរស់ជាខ្លួនយើងបងអារឿងរស់ជាខ្លួនឯងហ្នឹងអាហ្នឹងយើងទទួលស្គាល់យើងដឹងគ្រប់គ្នាប៉ុន្តែនៅតែមានអាមួយផ្នែកមួយដែលយើងអូខេយើងថាអូខ្ញុំអត់គិតច្រើនទេមួយពាក្យសម្ដីតែគេនិយាយមកកាន់យើងហ្នឹងប៉ុន្តែចាក់ស្ដាយហ្នឹងខួរក្បាលយើងនៅតែគិតចឹងវាមានប៉ុន្តែសំខាន់យើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងហើយយើងលើកទឹកចិត្តគាត់មកវិញដូចថាព្យាយាមយល់គាត់ថាឥឡូវសួរបញ្ជាក់សួរមកវិញអ្នកដែលនិយាយអាក្រក់ពីគេហ្នឹងដែលមានកញ្ចក់ឆ្លោះខ្លួនឯងអត់មានទេពេលខ្លះអត់ដឹងថាខ្លួនឯងខុសដោយសារអីអត់ដឹងទេហ្នឹងហើយបងចឹងបែរសរុបជារួមមកគាត់ថាភាគច្រើនគេនិយាយដើមយើងគេនិយាយយកពីយើងហ្នឹងភាគច្រើននិយាយរឿងល្អក៏និយាយរឿងអាក្រក់mostly គឺរឿងអាក្រក់មិនដែរជារឿងល្អបើរឿងល្អបងជឿថាគេអត់ប្រើពាក្យថានិយាយក្រៅខ្នងទេគឺគេប្រកាសជាសរសើរយើងឬក៏ជួបមុខយើងអ្នកខ្លះសរសើរចេះទៀតសរសើរបញ្ចូលក៏អត់ចូលចិត្តដែរអាហ្នឹងចង់និយាយថានិយាយធម្មតាទៅចូលពេលខ្លះគេអត់ហ៊ាននិយាយមកមុខយើងផ្ទាល់អញ្ចឹងគេប្រាប់អ្នកនេះដើម្បីឲ្យមកប្រាប់យើងអីចឹងអាហ្នឹងមិនវិញបងជឿថាបើគេនិយាយគេមិនដែរចង់ឲ្យអ្នកណាតែគេប្រាប់ហ្នឹងយកមកប្រាប់យើងទេបងគាត់ថាអានេះដោយសារអ្នកនឹងដែលគាត់មានបំណងល្អពេលដែលឮគេខ្សឹបពីរឿងអីមួយរបស់យើងមិនល្អគេឮគេជួយប្រាប់តែអ្នកខ្លះទៀតចាក់ពីលើថែមអញ្ចឹងវាមនុស្សនៅក្នុងសង្គមវាមានច្រើន type មែនតើសំខាន់ strong ខ្លួនឯងដូចបងនិយាយអញ្ចឹងថាយើងកុំខ្វល់នឹងគេធ្វើអីបានចូលចិត្តអីគេស្រឡាញ់អ្វីធ្វើនឹងចោះបើយើងឡើងខ្វល់សម្ដីគេជីវិតយើងថ្ងៃក្រោយទៅផ្អាក់ផ្អួលលើតែពាក្យសម្ដីគេណាដូចឯងនិយាយអញ្ចឹងអូនឯងចូលចិត្តលាបក្រែមតែពណ៌ស្រស់ស្រាប់តែទៅរៀនគេថាឲ្យស្រាប់ហើយអូនជប់តែអូនជប់អូនមានអារម្មណ៍ថាអូនទៅក្រៅស៊ាំអត់មិនមែនជាខ្លួនឯងអត់វាមិនមែនជាយើងហើយពេលខ្លះដេកយំដោយសារអាពាក្យសម្ដីគេហ្នឹងទុកទៅមួយរយៈហ្នឹងដែលយើងចេះស្រឡាញ់ខ្លួនឯងយើងជឿជាក់លើខ្លួនឯងជឿថាស្រួលខ្លួនសុបាយចិត្តសុបាយចិត្តហ្មងអាហ្នឹងគឺជាយើងហ្មងបងដល់ពេលអញ្ចឹងវារស់នៅបែបមានន័យអត់សូវ stress ច្រើនហើយក៏អត់សូវមានសម្ពាធដែរ Yes ទៅ